គោរពសួស្តីពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូចាប់ត្រីវគ្គ2ហើយក៏អរគុណដែលបងប្អូនទស្សនាវីដេអូការពីវគ្គ1ដែលមានអ្នកទស្សនារហូតដល់10នាក់ហើយចំពោះវីដេអូវគ្គ2នេះសង្ឃឹមថាមានបងប្អូនទស្សនាលើសពី10នាក់ទៅចុះរឿងក៏បន្តពីវគ្គ1ដែលវគ្គ1ពួកគេបាចមិនសូវបានត្រីប្រមាណទេតែការតស៊ូអត់ធ្មត់របស់ពួកគេមិនចុះចាញ់ពាក់កណ្ដាលទីនោះឡើយពួកគេក៏បន្តបាចវាស្រែដែលនៅជិតនោះបន្តទៀតការតស៊ូនឹងបោះបង់របស់ពួកគេក៏បានសម្រេចប៉ះចំថ្លុកត្រីដែលមានត្រីច្រើនពួកគេបានចាប់បណ្ដាសប្បាយចិត្តបណ្ដាពីព្រោះបានសិតតែត្រីឆ្លូញកម្ដៅថ្ងៃក៏ក្ដៅកាន់តែខ្លាំងប៉ុន្តែពួកគេមិនចុះចាញ់នោះទេពួកគេនៅតែចាប់បន្តទៀតត្រីដែលនៅក្នុងស្រែទាំងអស់នោះមិនមានច្រើននោះទេប៉ុន្តែមានត្រីឆ្លូញមួយដែលធ្វើឲ្យពួកគេមិនសូវធន់ថប់ត្រីឆ្លូញនៅត្បូលភក់ទាំងអស់នោះពួកគេបានចាប់ម្ដងមួយបានជិតកន្លះធុងមើលទៅពួកគេដូចជាសប្បាយណាស់ដែលបានរនាតភក់និងចាប់ត្រីកណ្ដាលហាលថ្ងៃទោះបីជាដេកមិនបានគ្រប់គ្រាន់ប៉ុន្តែជាក្តីសុខរបស់ពួកគេដែលបានមកចាប់ត្រីនៅហាលថ្ងៃហើយនេះគឺជាក្តីសុខរបស់ក្របីពីរក្បាលដែលបានរនាលផុកតាំងពីព្រឹករហូតដល់ម៉ោង11ឃើញទស្សនវិជ្ជាបែបនេះក៏ពិតមែនប៉ុន្តែអ្នកទីក្រុងមួយចំនួនក៏មិនដែលបានធ្លាប់នឹងបានសាកមកចាប់ត្រីនៅវាលស្រែបែបនេះដែរទោះបីពួកខ្ញុំនៅស្រុកស្រែក៏ពិតមែនប៉ុន្តែក្តីសុខនិងសប្បាយរីករាយក៏មិនចាញ់នៅទីក្រុងប៉ុន្មានដែរឃើញទស្សនវិជ្ជាបែបនេះនឹកឃើញដល់កាលនៅវ័យកុមារដែលធ្លាប់ដើរចាប់ត្រីតាមវាលស្រែតាមធ្លានិងតាមបឹងកាលនៅវ័យក្មេងទោះបីជាអត់លុយចាយក៏មិនសូវពិបាកចិត្តដូចឥឡូវដែរយកមើលម្ដងហ្នឹងវាទៅណាយូរទៅដាក់ចុងចែងMesin.ឆ្លងទៀតមួយទៀតអូជិះឆ្លងធំហ្នឹងឆ្លងទៀតធំត្រង់ម្ដងនេះវិញណាដងមួយទៀតទេអូយលោកអើយហើយហើយបាទណាចាប់អូយទៅតួមានទឹកបាត់ហើយខ្ញុំឃើញតែទឹកឃើញមើលនេះអូទីឆ្លងបានមកកណ្ដោហើយឆ្លងមាននេះគៀនតើយើងយកទៅអូវាទៅបត់អូនខ្វាមិនទីឆ្លងចូលនេះមួយមើលចាំនេះឆ្លងដាក់ចៃវាចៅទៀតទីឆ្លងមិញអូទីឆ្លងទៀតហើយទុនឆ្លងបងប្អូនឆ្លងអាឆ្លងទៅមួយទៀតហើយឆ្លងនេះមែនទីកតុយវាអូយកុំចាប់ចឹងយកដាក់យកកញ្ឆេងដាក់ក្រោមអូឆ្លងនេះទៀតអូអត់ទៅចាប់មកច្រើនពេកទីរយបងប្អូននោះធំចាប់មកអ៊ីលអល់ឈូទៅវិញឆ្លងចេះថាបូតដីឲ្យស្អាតបូតដីត្រីនឹងឲ្យស្អាតឲ្យឃើញត្រីឆ្លងបានហើយដងអញ្ចឹង3ចាំសំបាននេះធំមានមកធំណាស់មកអូធំណាស់អត់ចឹងបានវិទីបានអត់អូ Ui,
วันนี้เราพ่อก่อน ให้จักอยู่ในตัวใส่ ชง พี่ส้ม ก็คือ strong strong អរគុណពុកម៉ែបងប្អូននៅទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់ខ្ញុំសូមអរគុណហើយសូមបងប្អូនជួយចុច like និងជួយចុចតាមដានម្នាក់មួយដើម្បីទស្សនាវីដេអូខ្ញុំបន្តទៀតសូមអរគុណសូមជម្រាបលា